បែកធ្លាយអាត់កំបាំងជាលើកទី2ស្ត្រីម្នាក់ទម្លាយរឿងអាស្រូវរបស់លោកកេតម៉ៅអភិបាលស្រុកត្រាំកក់ប្រាប់អ្នកសារព័ត៌មានរឿងអាស្រូវរបស់លោកកេតម៉ៅអភិបាលស្រុកត្រាំកក់ខេត្តតាកែវពាក់ព័ន្ធនឹងរឿងឆាតញ៉ាយនិស្សិតស្រីឆ្នាំទី3ម្នាក់ប្រសិនបើស្រឡាញ់លោកនឹងផ្ដល់លុយកាក់និងតំណែងមន្ត្រីកិច្ចសន្យាក្នុងស្រុករបស់លោកដែលបានបែកធ្លាយតាមបណ្ដាញសង្គមកាលពីពេលកន្លងមកស្រាប់តែនៅថ្ងៃទី27ខែឧសភាឆ្នាំ2026នេះមានស្ត្រីម្នាក់ទម្លាយអាត់កំបាំងប្រាប់អ្នកសារព័ត៌មាននិងសុំឲ្យរកយុត្តិធម៌ថែមទៀតផងហេតុអ្វីលោកកេតម៉ៅអភិបាលស្រុកត្រាំកក់មានរឿងអាស្រូវលំមុបតណ្ហាដ៏មហិមាហើយនៅតែអាចកាន់តំណែងបានយ៉ាងរឹងទៀតយោងតាមការបង្ហោះរបស់លោកផៃវណ្ណៈនាព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2026នេះបានឲ្យដឹងថាលោកកេតម៉ៅអភិបាលស្រុកត្រាំកក់ញ៉ែមិនរើសមុខហើយមានស្ត្រីម្នាក់មកសុំឲ្យលោកជួយរកយុត្តិធម៌តែលោកក៏បានឲ្យមតិយោបល់រាយការណ៍ជូនជំនាញអគាធិការដ្ឋានក្រសួងមហាផ្ទៃដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដងទៅបើតាមលោកផៃវណ្ណៈបានបញ្ជាក់ថាមន្ត្រីល្មមកាមដោយលោកកេតម៉ៅគួរតែបណ្ដេញចេញពីក្របខ័ណ្ឌដើម្បីព្រមមានមន្ត្រីដទៃទៀតកុំឲ្យងប់ងល់ឈួតនឹងទូនីតិធ្វើទង្វើខ្វះសីលធម៌ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិសូមជម្រាបជូនថាលោកកេតម៉ៅអភិបាលស្រុកត្រាំកក់មុននឹងមានករណីស្ត្រីម្នាក់មករាយការណ៍ដល់លោកផៃវណ្ណៈជាអ្នកសារព័ត៌មានគឺលោកធ្លាប់មានរឿងអាស្រូវបែកធ្លាយក្នុងបណ្ដាញសង្គមឆាតឆ្លោយឆ្លងពាក្យសម្ដីញ៉ែគ្នានាពេលកន្លងមកបញ្ហានេះផងដែរមិនទាន់មានចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនោះទេដែលធ្វើឲ្យលោកអភិបាលស្រុកត្រាំកក់រូបនេះបានចិត្តប្រព្រឹត្តនៅទង្វើដដែលតែម្ដងតាក់ទងទៅនឹងបញ្ហាស្ត្រីម្នាក់រាយការណ៍ពីរឿងអាស្រូវបែបនេះអង្គភាពយើងខ្ញុំមិនអាចទំនាក់ទំនងទៅកាន់លោកកេតម៉ៅបានទេនៅថ្ងៃទី27ខែឧសភាឆ្នាំ2026នេះដោយសារពុំមានលេខទំនាក់ទំនងអង្គភាពសារព័ត៌មាន9 TV នឹងរងចាំមើលថាក្រសួងមហាផ្ទៃនឹងមានចំណាត់ការបែបណាចំពោះលោកកេតម៉ៅអភិបាលស្រុកត្រាំកក់ដែលកំពុងមានរឿងអាស្រូវបែបនេះទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន9 TV នឹងរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង72 9 TV និងលំអិតព័ត៌មាននេះបន្តទៅទៀតនៅវគ្គក្រោយ